បើសិនជាមនុស្សលោកត្រូវមករស់នៅជាមួយនឹងពួកបិសាចឋាននរកតើវានឹងមានរឿងអីកើតឡើងហើយការដែលមានខ្មោចបិសាចប្រកាសណាស់ថាវានឹងមានអ្នកប្រមាញ់វាដាន់ថេទូប្រយើងមានរបស់មួយដែលអាចធ្វើឲ្យពួកបិសាចនោះអាចបើកទ្វារពីឋាននរកឆ្លងមកកាន់ពិភពលោករបស់មនុស្សបានចឹងតើវាគឺជាអីគេហើយវានឹងមានរឿងអីកើតឡើងបើសិនជាពួកបិសាចនោះឆ្លងមករស់នៅជាមួយនឹងមនុស្សលោកតោះចឹងកុំឲ្យខាតពេលយើងមកចូលសាច់រឿងទាំងអស់គ្នានៃរឿង Devil May Cry ឬ Dante អ្នកប្រមាញ់បិសាចបើក្បាលដំបូងមកនៅកន្លែងវិហារផ្ទុកវត្ថុបុរាណមួយកន្លែងក្រុមចោរមួយក្រុមបានចូលមកលួចរបស់របរនៅក្នុងនេះតែថាវាក៏មានបិសាចមួយក្បាលដែលជាបិសាចទន្សាយក៏បង្ហាញខ្លួនឡើងមកហើយវានឹងហើយដែលជាអ្នកដែលជួលក្រុមចោរទាំងនេះទាំងដែលពួកចោរមិនដឹងខ្លួនទេថាអ្នកដែលជួលវាមកគឺជាបិសាចទន្សាយក៏បានលួចយកដាវបុរាណមួយដែលហៅថាដាវស្ប៉ាដាវាជាដាវដែលសំខាន់ខ្លាំងណាស់សម្រាប់ឲ្យផែនការរបស់វាទទួលបានជោគជ័យហើយវាក៏ជាអាវុធដ៏អស្ចារ្យពីឋាននរកផងដែរពេលដែលបិសាចទន្សាយទទួលបានរបស់ដែលវាចង់បានហើយពួកចោរទាំងនោះក៏សុំលុយថ្លៃដែលជួលវាជាហេតុដែលបិសាចទន្សាយនោះយកដាវនោះកាប់សម្លាប់ពួកវាឡើងអស់តែម្ដងមិនត្រឹមតែប៉ុណ្ណោះវាក៏បានសម្លាប់អ្នកយាមនៅក្នុងវិហារនោះផងដែរហេតុការណ៍ក៏កាន់មកកន្លែងម្នាក់ស្រីនិងកូននាងវិញសុកសាប់តែពួកខ្មោចបិសាចក៏បានលួចយកកូនរបស់នាងទៅបាត់ដោយបានបដូរបិសាចប្រែកាយជាកូនរបស់នាងជំនួសវិញភ្លាមនោះពួកបិសាចក៏បានបោះរបស់លេងកូននាងចូលមកចន្លោះងងឹតមួយនាងក៏បានដើរទៅយកវាវិញរ៉ូលក៏បានជួបនឹងពួកបិសាចដែលកំពុងតែចង់សម្លាប់នាងសំណាងល្អទូប្រយើងក៏បានមកជួយនាងទាន់គេមានឈ្មោះថា Dante លឿននៃការវាយប្រហាររបស់ Dante ពិតជាលឿនមែនទែនមួយគ្រាប់កំភ្លើងដល់ថ្នាក់ពួកបិសាចរលាយខ្ទេចមុនដំបូងនាងដូចជាខ្លាចទូប្រុសយើងណាស់តែនាងក៏បានអរគុណដែលជួយជីវិតនាងដានថេពិតជាចម្លើយចិត្តនឹងកូននាងណាស់ដោយសារតែនេះមិនមែនជាកូនរបស់នាងឡើយបិសាចនោះក៏បានវាយប្រហារមកលើដានថេក៏យកកំភ្លើងត្រៀមនឹងបាញ់វាហើយតែនាងដែលមើលមិនឃើញថាកូននាងគឺជាបិសាចបន្លំខ្លួនមកនាងក៏ថាទូប្រុសយើងចង់សម្លាប់កូននាងទើបនាងនោះក៏នាំកូនរត់គេចទៅបាត់រឿងដែលមានបិសាចចូលមកកំទេចវិហារនោះក៏ត្រូវបានគេចុះផ្សព្វផ្សាយពីពេញប្រទេសតែម្ដងមិនត្រឹមតែប៉ុណ្ណោះពួកគេក៏ថតជាប់ពួកបិសាចទៀតផងអ្នកខ្លះក៏ជឿអ្នកខ្លះទៀតក៏មិនជឿថាវាមានបិសាចពិតមែនរឿងនេះដែរវាក៏បានលើកដល់ប្រធានាធិបតីពួកគេក៏ប្រជុំគ្នាថាតើវីដេអូដែលថតជាប់នោះគឺជាបិសាចមែនឬអត់រហូតក្រុមការងារម្នាក់ក៏បានយកកាមេរ៉ាដែលថតជាប់មុខបិសាចទន្សាយនោះក៏បើកបង្ហាញឲ្យពួកគេមើលក្នុងនោះបិសាចទន្សាយវាក៏បាននិយាយប្រាប់ពីផែនការរបស់វាថាវានោះមានគម្រោងក្នុងការតភ្ជាប់ទ្វារពីឋាននរកមកកាន់ភពមនុស្សលោកបើវាធ្វើបានសម្រេចគ្រប់យ៉ាងនឹងខ្លាចជារបស់វាហើយវានោះដែរកំពុងតែរងចាំមនុស្សម្នាក់មកប្រមាញ់វាហើយម្នាក់នោះគឺជា Dante ទូប្រុសយើងនឹងហើយបើចង់បានខ្លួនវាពួកគេត្រូវតែស្វែងរកអ្នកប្រមាញ់បិសាចមករកវាឲ្យបានតែមិនបាច់បារម្ភទេដោយសារតែអនុប្រធានាធិបតីបានបង្កើតក្រុមមួយហៅថា Darkhom ក្នុងការដោះស្រាយនឹងរឿងនេះហើយវាជាក្រុមការពារសន្តិសុខដែលបានលុយរបស់អនុប្រធានាធិបតីជាអ្នកចេញទាំងអស់ចឹងហើយអនុប្រធានាធិបតីក៏បានដាក់បញ្ជាឲ្យទៅចាប់ខ្លួនរបស់ពួកអ្នកប្រមាញ់បិសាចទាំងអស់ក្នុងការសាកសួរពួកគេពីរឿងរបស់បិសាចទន្សាយមួយនេះដោយមិនចាំយូរក៏កម្លាំងរបស់គាត់ក៏បានទៅចាប់ពួកគេគ្រប់ទីកន្លែងត្រឡប់មកខាង Dante វិញនៅខណៈកំពុងតែហូបអីសុកស្រាប់តែមាននរណាម្នាក់បានគប់ឡានចូលមកខាងក្នុងហាងមួយនេះល្បឿននៃការផ្លាស់ទីរបស់ Dante គឺអាចជួយជីវិតអ្នកនៅក្នុងនេះបានយ៉ាងឆាប់រហ័សគ្មានណាត្រូវរបួសឡើយគ្រាន់តែឃើញអ្នកដែលគប់ឡានចូលមកដល់ថ្នាក់ Dante កាំងមួយកន្លែងតែម្ដងពីព្រោះតែគេគឺជាបងប្អូនភ្លោះរបស់ខ្លួនតែថាបងប្អូនភ្លោះរបស់ទូប្រុសយើងបានស្លាប់យូរហើយទើប Dante ដឹងថានេះគឺជាបិសាចបន្លំខ្លួនមកហើយវានឹងហើយគឺជាអាបិសាចបន្លំខ្លួនជាក្មេងកូនរបស់មនុស្សស្រីដែលទូប្រុសយើងបានជួយតាំងពីយប់មិញហើយវាមកនេះគឺចន្ទដាមយកត្បូងខ្សែកពី Dante វាជារបស់សំខាន់ដែលម្ដាយរបស់គេបកលឲ្យជាទ្រព្យសម្បត្តិចុងក្រោយរបស់គ្រួសារហើយគ្មានផ្លូវចិត្តដាច់ខាតដែលគេប្រមឲ្យវានោះ Dante ក៏សួរវាថាហេតុអីក៏ចង់បានត្បូងខ្សែករបស់គេណាហើយវាក៏បានប្រាប់ទេរួចក៏រត់ទៅបាត់ត្រឡប់មកខាងនេះវិញក្រុមការងាររបស់អនុប្រធានធិបតីក៏បានសួរអ្នកប្រមាញ់បិសាចទាំងនេះរត់ក៏ដឹងរឿងខ្លះៗទាក់ទងនឹងបិសាចទន្សាយដែលមានបរិបម្នាក់ឈ្មោះថា Anso បានធ្វើការឲ្យបិសាចទន្សាយគាត់ក៏បញ្ញាប់ទៅចាប់ខ្លួនរបស់ Anso មកតែម្ដងពេលចាប់បានហើយគាត់ក៏សួរគេថាតើ Anso នោះមានទំនាក់ទំនងអីជាមួយនឹងបិសាចទន្សាយ Anso ក៏ប្រាប់ថាបិសាចទន្សាយនោះបានបកលលុយឲ្យវាដើម្បីទៅជួលអ្នកប្រមាញ់បិសាចម្នាក់ឈ្មោះថា Dante ដែលជាទូប្រុសយើងដើម្បីទៅសម្លាប់បិសាចពួកគាត់ពិតជាឆ្ងល់ណាស់ហេតុអីបានជាបិសាចនោះវាជួលអ្នកប្រមាញ់បិសាចធ្វើអីអនុប្រធានាធិបតីក៏បានសួររឿងរបស់ដាវស្ប៉ាដាវាក៏បន្តប្រាប់ថាស្ប៉ាដាគឺជាបិសាចការពារសម័យពិភពលោករបស់មនុស្សរស់នៅជាមួយនឹងពួកបិសាចស្ប៉ាដាក៏បានរួមដៃគ្នាជាមួយមនុស្សលោកដើម្បីសម្លាប់ស្ដេចនៃបិសាចគ្នាឯងបន្ទាប់មកស្ប៉ាដាក៏បានសូត្រមន្តអាគមក្នុងការការពារមនុស្សលោកបង្កើតបានជារបាំងការពារឡើងមកដោយប្រើដាវរបស់ខ្លួននៅលើដាវនោះវាមានត្បូងស័ក្តិសិទ្ធិមួយដែលធ្វើឲ្យដាវរត់តែមានថាមពលខ្លាំងតែស្ប៉ាដាបានបំបាយត្បូងជាពីរចំណែកពេលនេះគេមិនដឹងទេថាត្បូងទាំងពីរនោះនៅកន្លែងណាឡើយរហូតក្រុមការងារអ្នកវិទ្យាសាស្ត្រម្នាក់បានស្រាវជ្រាវរកឃើញថាត្បូងនៅលើដាវនោះគឺជាថាមពលដែលអាចបើកផ្លូវពីឋាននរកឆ្លងមកកាន់មនុស្សលោកបើយកត្បូងនោះមកបញ្ចូលគ្នាវិញទីនេះថារបាំងការពារដើម្បីកុំឲ្យពួកបិសាចពីឋាននរកឆ្លងមកកាន់កន្លែងនេះបាននឹងបាត់បង់មិនខានហើយគ្រប់យ៉ាងនឹងត្រូវលាយសាបសូន្យមនុស្សលោកនឹងត្រូវបាត់បង់ដោយសារពួកបិសាចមើលទៅពេល
ពេលនេះពួកគេដឹងហើយថាត្បូងទាំងពីរនោះនៅកន្លែងណាហើយត្បូងមួយចំណែកនៅលើអាបិសាចទន្សាយនិងត្បូងចំណែកមួយទៀតគឺនៅលើដានថេទូប្រុសយើងចឹងសបានជាអាបិសាចទន្សាយនោះវាចង់បានខ្លួនរបស់ដានថេណាដល់មិនចាំយូរអនុប្រធានថាបតីក៏បានបញ្ជាឲ្យអ្នកប្រមាញ់បិសាចទាំងអស់ទៅចាប់ខ្លួនរបស់ដានថេគាត់នោះមិនចង់ឲ្យវាត្រូវធ្លាក់លើដៃរបស់អាបិសាចទន្សាយឡើយតែដែលពួកគេទាំងអស់ដឹងថាពួកគេនោះត្រូវទៅកម្ចាត់ដានថេពួកវាក៏សាច់នឹងហើយមនុស្សរូបរាងចឹងឬដែលឲ្យពួកវានោះទៅសម្លាប់នោះស្រួលដូចបកជែកតែវាក៏មានបរិមម្នាក់ដែលធ្លាប់ត្រូវបានដានថេជួយជីវិតម្ដងក៏និយាយប្រាប់ពួកវាទាំងអស់ថាដានថេមិនមែនជាមនុស្សធម្មតាទេចឹងក៏មើលងាយសមត្ថភាពរបស់គេជាដាច់ខាតបើមិនចង់ស្លាប់ដោយនេះភារកិច្ចស្លាប់រស់នេះគេមិនហ៊ានលះបង់ជីវិតដើម្បីលុយឡើយនៅខណៈដែលបរិមនេះកំពុងតែដើរចេញអនុប្រធាននៃថាបតីក៏និយាយឡើងថាលុយដែលគាត់ជួលឲ្យពួកគេទៅសម្លាប់ដានថេគឺចំនួន$500,000គ្រាន់តែលឿនចឹងអាម្នាក់នេះក៏ដាក់គូរអង្គុយវិញយ៉ាងលឿននៅកន្លែងនោះវាក៏មានក្រុមការងារអ្នកប្រមាញ់បិសាចធ្វើការឲ្យអនុប្រធាននៃថាបតីដូចគ្នាបើពួកអ្នកប្រមាញ់បិសាចយកត្បូងខ្សែកពីទូប្រុសយើងបានហើយក៏ចង់ឲ្យវានោះបកលដល់ពួកគេទាំងអស់នេះបន្ទាប់ពីប្រជុំចប់ពួកគេក៏រៀបចំខ្លួនទៅរកដានថេតែម្ដងតែវាក៏មានអ្នកប្រមាញ់បិសាចម្នាក់ដែលក្រុមការងាររបស់អនុប្រធានថាបតីចង់ឲ្យវានោះនិយាយគ្នាសិន Mary ក៏ចាប់ផ្ដើមសង្ស័យលើអាម្នាក់នេះនាងបង្ហាញក្រកកំភ្លើងទៅដល់វាជាក្រកកំភ្លើងបើបាញ់ចូលទៅក្នុងសាច់មនុស្សវាដូចជាក្រកកំភ្លើងធម្មតាតែបើយកវាបាញ់បិសាចវិញវានឹងធ្វើសាច់បិសាចនោះផ្ទុះចេញតែម្ដងដល់ពេលដែលលឺអញ្ចឹងវាភ័យនាងនឹងច្បាស់ថាអាម្នាក់នេះវាខុសប្លែកពីមនុស្សធម្មតាមិនថាដៃជើងរបស់វាវែងខុសប្រក្រតីថែមទាំងក្លិនរបស់វាគឺចម្លែកខុសគេប្រកបណាស់វាគឺជាបិសាចបន្លំខ្លួនមក Mary ក៏បានហែកអាវមើលដើមទ្រូងរបស់វាហើយប្រកបណាស់វាគឺជាបិសាចពិតមែនភ្លាមនោះវាក៏បានចូលទៅសម្លាប់អនុប្រធាននៃថាបតីតែក៏ត្រូវបាន Mary ចាប់ទាញចេញមកវិញបន្ទាប់មកក៏ដាក់មួយក្រកកំភ្លើងចំកណ្ដាលក្បាលរបស់វាបដាផ្ទុះក្បាលឡើងបែកខ្ទេចតែម្ដងក្រុមការងារក៏បានបញ្ជូនអានសូមករកទូប្រុសយើងដល់កន្លែងដើម្បីរៀបចំអន្ទាក់ចាប់ខ្លួនរបស់គេអានសូក៏ធ្វើជាយកលុយដែលជួលទូប្រុសយើងនោះបកលដល់គេវិញតែមើលទៅដានថេដឹងច្បាស់ណាស់ថាគ្រប់យ៉ាងវាគឺជាអន្ទាក់គេដឹងថាវាមានក្រុមមនុស្សរំពាត់អាគារគេអស់ហើយពេលដែលផែនការត្រូវបែកអានសូក៏បញ្ចុះឲ្យដានថេបកលខ្សែកឲ្យគេមកដើម្បីកុំឲ្យមានរឿងខ្លាំងជាងនេះតែដានថេមិនព្រមទេពីព្រោះត្បូងខ្សែកមួយនេះគឺជារបស់ដែលម្ដាយរបស់គេបកលមកឲ្យគេតាំងពីនៅក្មេងមុននឹងគាត់ស្លាប់ត្បូងខ្សែកមួយនេះគឺជាទ្រព្យសម្បត្តិដ៏សំខាន់របស់តកូលគ្រួសាររបស់គេអានសូក៏ត្រៀមដើរចេញហើយតែក៏ត្រូវបានទូប្រុសយើងហាមទាន់គេចង់ពឹងរឿងមួយឲ្យអានសូជួយនៅពេលដែលពួកវាចូលមកដល់ខាងក្នុងដើម្បីកម្ចាត់ទូប្រុសយើងនៅលើកៅអីនេះវាមិនមែនជាដានថេទេតែវាគឺជាអានសូដែលពាក់ឈុតរបស់ដានថេប៉ុណ្ណោះដានថេក៏លួចវាប្រហាមម្ដងម្នាក់ទោះបីវាបាញ់រាំងមកលើគេក៏ដោយក៏មិនអាចតាមទាន់ការផ្លាស់ទីរបស់ដានថេបានឡើយដានថេរត់លឿនដូចជា The Flash មួយផ្លែសក៏អាចកម្ចាត់ពួកវាបានទាំងអស់តែម្ដងតែដានថេបែរជាផ្លាត់ស្នៀតបណ្ដាត្រូវឲ្យក្រកកំភ្លើងឡើងប្រហោងខ្លួនតែម្ដងតែថាវាមិនអីទេរាងកាយរបស់ដានថេបែរជាអាចព្យាបាលខ្លួនឯងវិញយ៉ាងឆាប់រហ័សរឿងនេះវារត់តែធ្វើឲ្យពួកគេនោះភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយនៅកន្លែងនេះដែរគេក៏បានបង្ហាញប្រវត្តិរបស់ Spada រត់តែច្បាស់ជាងមុនដោយការពីយូរលង់ណាស់មកហើយ Spada គឺជាសេនាកងទ័ពដ៏ពូកែបំផុតនៃបិសាចនៃឋាននរកហើយ Spada ក៏ជាដៃស្ដាំរបស់ Mordos ដែលជាស្ដេចនៃឋាននរកកាលនោះបិសាចនិងមនុស្សលោករស់នៅជាមួយគ្នាតែ Mordos ក៏មានបំណងអាក្រក់ចង់យកមនុស្សលោកធ្វើជាទាសកររបស់ពួកវាពេលដែលដឹងការពិត Spada ដែលជាបិសាចល្អក៏ងាកមករួមដៃជាមួយមនុស្សលោកក្នុងការតតាំងនឹងស្ដេច Mordos និងបិសាចដទៃទៀតដើម្បីការពារមនុស្សលោក Spada ក៏បានប្រើដារបស់ខ្លួនបង្កើតបានជារបាំងការពារបែកចែកឋាននរកនិងមនុស្សលោកដាច់ចេញពីគ្នាកុំឲ្យពួកបិសាចឆ្លងមកបានបន្តមក Spada ក៏សម្រេចចិត្តរស់នៅជាមួយនឹងមនុស្សលោកតែម្ដងមើលទៅពួកនោះមិនអាចធ្វើអីមកលើដានថេបានឡើយចឹង Mary នាងក៏ចូលមកដណ្ដើមខ្សែកពីដានថេជំនួសវិញមួយផ្លែសោះ Mary ក៏ប្រើកំភ្លើងដណ្ដើមយកត្បូងខ្សែកពីដានថេបានសម្រេចតែក៏រឹតថាទូប្រុសយើងព្រមនោះពួកគេក៏ដេញតាមគ្នានិងវាយគ្នាគ្មានណាព្រមចាញ់ណាឡើយ Mary ក៏ចាប់ហែកអាវរបស់ដានថេចេញមកដើម្បីចង់ដឹងថាដានថេគឺជាបិសាចឬក៏ជាមនុស្សតែលើដើមទ្រូងរបស់គេដូចជាមនុស្សបែបបិទមិនមានកន្លែងណាដែលបង្ហាញថាដានថេគឺជាបិសាចឡើយកន្លែងនេះវារត់តែធ្វើឲ្យ Mary ដឹងទៀតថាដានថេគឺជាកូនមនុស្សនិងបិសាចមនុស្សពាក់កណ្ដាលបិសាចពាក់កណ្ដាលចឹងបានជាមានកម្លាំងខ្លាំងលើសពីមនុស្សទូទៅថែមទាំងអាចព្យាបាលរាងកាយបានទៀតដានថេដែលដណ្ដើមយកខ្សែកមកវិញបានហើយតែវាមិនមែនជាខ្សែកទេវាគឺជាក្របបែកវាគ្រាន់តែជារូបភាពបំភាន់ភ្នែកប៉ុណ្ណោះអាចថាដានថេឡើងខ្ទាដោយសារតែក្របបែកនៅឱកាសនោះ Mary ក៏រត់គេចបន្តនិងប្រាប់ឲ្យក្រុមនាងនោះរៀបចំផែនការដើម្បីចាប់ខ្លួនទូប្រុសរបស់យើងដានថេដែលតាមនាងមកកន្លែងនេះក៏ជាប់អន្ទាក់នាងតែម្ដង Mary ក៏បាញ់កំភ្លើងឆក់មកលើរាងកាយរបស់គេបដាដានថេនោះស្លាប់បាត់នៅទីបំផុតហេតុការណ៍ក៏ត្រឡប់មកអតីតកាលជាពេលដែល Mary នាងនៅក្មេងនៅឡើយ Mary នាងជាក្មេងចូលចិត្តមើលរឿងខ្មោចបិសាចណាសម្រាប់នាងជឿថាលើโลกនេះប្រកាសជាមានបិសាចមិនខានហើយនាងនឹងហើយដែលជាអ្នកសម្លាប់វាទាំងនោះឪពុកម្ដាយរបស់ Mary ក៏បាននាំកូនទៅមើលរឿងបិសាចជាមួយគ្នាពេលចេញមកវិញពួកគេក៏ជួបនឹងបុរសកំពុងតែសម្លឹងមករកពួកគេខ្សែភ្នែកនោះដូចជាមានបំណងមិនល្អគាត់ក៏នាំកូនរត់គេចហើយអាតានោះគឺជាបិសាចបន្លំខ្លួនវាក៏បានហត់ត្រៀមស៊ីសាច់ Mary ហើយម្ដាយរបស់នាងក៏ចូលមកការពារកូនមិនដូចជាឪពុករបស់ Mary ទេគាត់គ្មានស្ទេនៅក្នុងខ្លួនសោះគឺឈរស្ងៀមមួយកន្លែងសំណាងហើយដែលរថភ្លើងនោះបុកបិសាចនោះឡើងស្លាប់តែម្ដងរឿងនេះឪពុករបស់
Mary ក៏បានទៅប្តឹងប៉ូលីសតែពួកប៉ូលីសបានសើចចំអល់ដាក់គាត់ថាគាត់ឈួតអីបែបហ្នឹងចាប់តាំងពីពេលនោះមកឪពុករបស់ Mary ក៏មិនដូចមុនគាត់ដូចជាងប់ងល់នឹងបិសាចខ្លាំងណាស់ក៏មិនដែលខ្វល់នឹងកូនប្រពន្ធគាត់ឡើយថ្ងៃណាមួយគាត់នឹងធ្វើឲ្យខ្លួនឯងនោះមានគេឈ្មោះនឹងអំណាចជាងនេះដើម្បីរកវិធីការពារនិងកម្ចាត់បិសាចឲ្យអស់ត្រឡប់មកបច្ចុប្បន្នវិញ Mary ដែលនាំខ្លួនរបស់ Dante និង Anso ទៅឃុំឃាំងទុកហើយមិនបាច់បារម្ភទេថា Dante កិច្ចពីនាងបាននោះដោយសារតែនាងបានចាក់ឧបករណ៍គ្រាប់បែកទៅក្នុងករបស់ Dante រួចរាល់ហើយបើសិនជា Dante រត់គេចឆ្ងាយពីនាង1គីឡូដីគ្រាប់បែកក្នុងករបស់ Dante នឹងផ្ទុះដោយអូតូចំពោះរឿងត្បូងខ្សែករបស់ Dante ម្នាក់នេះក៏បានសួរអ្នកវិទ្យាសាស្ត្រថាបើសិនជាខ្លាចអាចបិសាចទន្សាយលួចត្បូងមួយនេះទៅមួយទៀតក្នុងការបើកផ្លូវឋាននរកហេតុអីក៏មិនប្រកកំទេចឲ្យត្បូងមួយនេះចោលទៅបើមិនមានត្បូងមួយចំណែកទៀតវាក៏មិនអាចបើកទ្វារតភ្ជាប់ពីឋាននរកទៅបានដែរតែអ្នកវិទ្យាសាស្ត្រមិនហ៊ានបន្ថយទេដោយសារត្បូងនេះវាមានថាមពលបង្កើតរបាំងការពាររវាងទាំងពីរភពបើកំទេចវាចោលវាអាចនឹងមានបញ្ហាធំដែលពួកគេមិនដឹងថាវាគឺជាអ្វីទេចឹងមានតែយកវាទៅលាក់នៅកន្លែងមានសុវត្ថិភាពគឺជាវិធីដ៏ល្អបំផុតចំពោះរឿងដែល Mary ប្រាប់ Dante ថាគេគឺជាកូនមនុស្សពាក់កណ្ដាលនិងកូនបិសាចពាក់កណ្ដាល Dante មិនជឿទេភ្លាមនោះអនុប្រធានាធិបតីចង់និយាយជាមួយនឹង Dante ក៏ចង់ឲ្យ Dante នោះរួមដៃគ្នាជាមួយនឹងគាត់ពីព្រោះ Dante អាចជាអាវុធពិសេសដើម្បីអាចតតាំងនឹងបិសាចបានតែនៅតាមផ្លូវនោះខាងប៉ូលីសក៏បិទផ្លូវបដាពួកគេនោះមិនអាចធ្វើដំណើរទៅមុខបានបុរសអ្នកបើកឡានឲ្យ Mary ក៏ចេញទៅមើលមិនតបប្រមាណផងអាគារចិត្តនោះក៏ផ្ទុះយ៉ាងខ្លាំងបដាបំណែកអាគារនោះធ្លាក់សង្កត់ឡានរបស់ពួកគេហើយវាគឺជាស្នាដៃរបស់អាបិសាចទន្សាយវាក៏បាននាំកូនចៅបិសាចមកជាមួយផងដែរហើយអាប៉ូលីសដែលបិទផ្លូវនោះគឺជាបិសាចអាចបន្លំខ្លួនជានរណាក៏បាននឹងហើយអាចនិយាយបានថាគ្រាប់កំភ្លើងសម្រាប់បិសាចនោះវាមិនអាចធ្វើអីមកលើបិសាចទន្សាយបានឡើយដោយសារតែវាវិវត្តខ្លួនឡើងសារជាថ្មីទើបគ្រាប់កំភ្លើងថ្នាំនោះមិនអាចធ្វើអីមកលើវាបានគ្រាន់តែកវីដាវតែបន្តិចក្រុមរបស់ Mary ឡើងខ្ទាតតែម្ដងចំណែកឯអនុប្រធានាធិបតីក៏ត្រូវបានអ្នកយាមចង់នាំខ្លួនគេនោះទៅកន្លែងមានសុវត្ថិភាពតែក៏មិនដឹងទេថាក្នុងចំណោមអ្នកយាមនោះវាមានបិសាចបន្លំខ្លួនមកនៅកន្លែងនេះយើងក៏ដឹងការពិតមួយទៀតថាអ្នកបើកឡានឲ្យ Mary វាធ្វើការឲ្យបិសាចទន្សាយដោយសារតែបិសាចទន្សាយវាបានចាត់ជំរិតប្រពន្ធនិងកូនរបស់គេទៅបុរសម្នាក់នេះក៏បានយកត្បូងខ្សែករបស់ Dante ពីអ្នកវិទ្យាសាស្ត្រប្រកបដល់វាតែម្ដងពេលដែលបានគ្រប់ហើយវាក៏បានយកមកតភ្ជាប់គ្នាតែថាប៉ុណ្ណឹងគឺមិនទាន់អាចបើកទ្វារឋាននរកបានទេពួកវាត្រូវការកូនសោដោះលេខកូដសម្ងាត់ក្នុងការរកវិធីបើកទ្វារមួយនេះមួយតង់ទៀតទៅពួកវានោះអាចតភ្ជាប់ទ្វារពីឋាននរកមកកាន់ភពមនុស្សលោកបានរួចអាបិសាចទន្សាយក៏បានសម្លាប់ពួកគេទាំងពីរនាក់តែម្ដងការដែលបានរបស់ដែលខ្លួនចង់បានហើយពួកបិសាចទាំងអស់ក៏នាំគ្នាចាក់ចេញពីកន្លែងនោះបុរសអ្នកបើកឡានដែលនៅរស់ក៏បានប្រើឧបករណ៍ក្នុងការដោះលែងខ្នោះដៃឲ្យ Dante មានសេរីភាពវិញ Dante ក៏ស្ទុះហក់មកវិបហាតែម្ដងតែបិសាចទន្សាយក៏ប្រើកំភ្លើងធំបាញ់មកកាន់ឡានក្រុងសិស្សសាលាដោយសារតែគ្មានជំរឿទូប្រុសយើងក៏ប្រញាប់ទៅរងគ្រាប់ជំនួសវិញហើយមុននឹងចាកចេញពួកវាក៏បានចាប់ខ្លួន Anso ទៅជាមួយពួកវាផងដែរ Dante ក៏ជិះម៉ូតូដេញតាមពួកវាដើម្បីនាំយកខ្សែករបស់ខ្លួនត្រឡប់មកវិញតែការដែល Dante ជិះម៉ូតូចេញមកឆ្ងាយលើកំណត់បដាក្របបែកក្នុងករបស់ទូប្រុសយើងផ្ទុះយ៉ាងខ្លាំងដល់ថ្នាក់មុខមាត់របស់គេឡើងរហែកខ្ទេចតែម្ដងហើយនៅកន្លែងនេះដែរយើងក៏ដឹងការពិតមួយទៀតរបស់ Dante ដោយសារអាបិសាចទន្សាយវាបានប្រាប់ទូប្រុសយើងថា Dante នោះគឺជាកូនប្រុសរបស់បិសាច Spada ការដែល Dante ស្លាប់បាត់វាក៏បាននាំខ្លួនរបស់ Dante ទៅជាមួយពួកវាងាកមកខាងក្រុមរបស់ Mary វិញមើលទៅអាឡបងបើកឡាននាងមិនទាន់ស្លាប់ទេហើយ Mary ក៏មិនទាន់ដឹងទេថាលបងសក់លឿងនេះវាធ្វើការឲ្យបិសាចទន្សាយ Mary នាងដឹងពីទីតាំងដែលត្បូងខ្សែករបស់ Dante នៅកន្លែងណាហើយពីព្រោះនាងបានដាក់ GPS លើត្បូងខ្សែកមួយនោះទើបនាងក៏បញ្ញារៀបចំកកម្លាំងទៅរកបិសាចទន្សាយតែម្ដងត្រឡប់មកខាង Dante វិញ Dante ត្រូវបានកូនចៅរបស់បិសាចទន្សាយនាំឡើងយន្តហោះបន្តមកហេតុការណ៍ក៏ត្រឡប់ទៅអតីតកាលជាពេលដែលម្ដាយរបស់ Dante បកគោត្បូងខ្សែកដែលមានពីរបំណែកនោះទៅដល់គេនឹងប្អូនរបស់គេទុករក្សាម្នាក់មួយវាជារបស់ដែល Spada បន្សល់ទុកឲ្យកូនខ្លួនឯងមុននឹងគាត់ចាក់ចេញពីគ្រួសារត្រឡប់មកបច្ចុប្បន្នវិញនៅក្នុងយន្តហោះមួយនេះវាមានតាំងអនុប្រធានាធិបតីនិង Anso ត្រូវពួកវាចាប់ខ្លួនមកផងដែរនៅទីបំផុតក្រុមរបស់ Mary ក៏បានមកដល់អគារលាក់ខ្លួនរបស់ពួកបិសាចតាម GPS ត្បូងខ្សែកមនុស្សគឺនៅជាន់ខាងលើតែគ្រប់យ៉ាងវាគឺជាអន្ទាក់របស់បិសាចទន្សាយពួកគេត្រូវបានវាចាប់ឃុំទុកនៅក្នុងអគារមួយនេះទោះបីតាក់ទងហៅអ្នកនៅខាងក្រៅមកជួយក៏ដោយក៏វាមិនបានផលដែរពួកវានោះបានបិទសេវាតាក់ទងគ្នាអស់ហើយមិនទាន់ប្រមាណផងក្រុមកងកម្លាំងនិងមិត្តមិត្តរបស់ Mary ត្រូវបានបិសាចពីក្បាលនេះសម្រាប់អស់គ្មានសល់តែម្ដងដោយសារតែមិនអាចតស៊ូនឹងវាបាន Mary ក៏រត់គេចទៅជាន់ខាងលើភ្លាមអាចថានៅកន្លែងនេះ Mary ស្លុតចិត្តនឹងហេតុការណ៍ដែលកើតឡើងខ្លាំងណាស់ដល់ថ្នាក់ភាពភ័យខ្លាចកំពុងតែវាយប្រហារនាងរូបភាពដែលគ្មានអីនាងបែរជាឃើញបិសាចពីពេញកន្លែងមើលទៅពួកបិសាចទាំងពីរក្បាលនោះក៏បានតាមរកខ្លួនរបស់ Mary សំណាងហើយដែលបរិមម្នាក់នេះជួយនាងលាក់ខ្លួននៅក្នុងបន្ទប់របស់គេការដែលមិនឃើញនាងនៅទីនេះតែពួកបិសាចក៏ចាក់ចេញទៅបាត់ជាពិសេសអ្នកដែលជួយ Mary មិញហ្នឹងគេមិនមែនជាមនុស្សទេតែគេគឺជាបិសាច Mary ក៏ចង់បាញ់សម្លាប់បរិមម្នាក់នេះតែគាត់ក៏សង្វល់ឲ្យនាងទុកជីវិតគាត់និងកូនប្រពន្ធគាត់ផងពួកគេមិនបានចង់មករស់នៅកន្លែងរបស់មនុស្សទេពួក
ពួកគេត្រូវការត្រឡប់ទៅភពរបស់បិសាចវិញប៉ុណ្ណោះ Mary ក៏បានសួរថាហេតុអីបានជាពួកគេនោះមកដល់កន្លែងនេះបានបរិបទដែលជាបិសាចក៏បានប្រាប់ថាពួកគេនោះមកតាមបិសាចទន្សាយប៉ុណ្ណោះបិសាចទន្សាយបានផលិតឧបករណ៍មួយដែលអាចបើកទ្វារពីភពម៉ាខៃមកភពរបស់មនុស្សបានជាពិសេសនៅម៉ាខៃភពរបស់ពួកគេគឺពោពេញទៅដោយអាកាសធាតុខ្យល់ពុលមានតែបិសាចដែលខ្លាំងៗប៉ុណ្ណោះដែលអាចរស់នៅភពម៉ាខៃនោះបានតែកូនតូចៗរបស់ពួកគេគឺរស់នៅមិនបានយូរទេតែការដែលមករស់នៅភពមនុស្សលោកបែបនេះវាក៏មិនខុសអីពីរស់នៅភពរបស់ខ្លួនដែរដោយសារតែពួកមនុស្សលោកតែងតែដេញតាមសម្លាប់បិសាចមករហូតបានជាគេនៅទីនេះគឺដើម្បីរងចាំឲ្យទន្សាយវានាំត្រឡប់ពួកគេទៅវិញប៉ុណ្ណោះចំណែកឯបិសាចខ្លះទៀតដែលកំព្រាឪពុកម្ដាយទន្សាយវាបានយកពួកគេនោះទៅធ្វើពិសោធន៍អីមួយនៅកន្លែងនេះទៀតផងពេលដែលឮអញ្ចឹង Mary ក៏អាណិតនឹងបានដោះលែងពួកគេនាងក៏បន្តទៅធ្វើភារកិច្ចបន្តទៀតត្រឡប់មកខាង Dante វិញ Dante ក៏ព្យាយាមក្នុងការចាក់ចេញពីយន្តហោះមួយនេះមុនពេលដែលពួកបិសាចនោះវាផ្ទុះយន្តហោះមួយនេះចោលមុនដំបូងទូប្រុសយើងដូចជាមិនអាចយកឈ្នះពួកវាទាំងពីរនាក់បានសោះតែពេលដែល Dante នឹកដល់ហេតុការណ៍ដែលខ្លួនចង់បំភ្លេចវាចោលនោះវាជាហេតុការណ៍ដែលម្ដាយនិងប្អូនរបស់គេត្រូវបានបិសាចសម្លាប់សុកកម្លាំងរបស់ Dante ក៏កម្រើកឡើងមកនិងអាចសម្លាប់អាម្នាក់នេះបានការដែលឃើញបងរបស់វាត្រូវស្លាប់អាបិសាចពណ៌ខៀវនេះខឹងណាស់ទៅផ្ទុះយន្តហោះនេះចោលតែម្ដងសំណាងល្អដែលថាមពលបិសាចរបស់ Dante កម្រើកឡើងជាហេតុដែលគេនោះប្រែកាយជាបិសាចនិងហោះជួយចាប់អនុប្រធាននាយថាបតីនិងអ្នកផ្សេងៗទៀតចូលមកខាងក្រោមបានសម្រេច Mary ដែលមកដល់ជាន់ខាងលើនាងមិនឃើញទន្សាយនៅកន្លែងនេះឡើយតែនាងបានជាឃើញមានកាមេរ៉ាគ្រប់កន្លែងដាក់តាំងគ្រប់ជាន់នៅខាងក្រៅអគារនេះដែរក្រុមកងកម្លាំងក៏ត្រៀមខ្លួនក្នុងការចូលមកជួយនាងពួកគេតែនោះចាំឲ្យទ្វារបើកសិនពីព្រោះទម្លុះមិនអាចចូលទៅខាងក្នុងបានទេតែសុកស្រាប់តែទ្វារបើកដោយខ្លួនឯង Mary ពិតជាឆ្ងល់ណាស់ឬមួយវាគឺជាអន្ទាក់ទៀតហើយវាគឺជាអន្ទាក់ពិតមែននៅខាងក្រោមវាបានដាក់គ្រាប់បែកនៅខាងក្នុងនោះ Mary ក៏បញ្ញាប់ស្រែកប្រាប់ពួកគេនោះចាក់ចេញសំណាងហើយដែលវាមិនសូវមានអ្នកស្លាប់ច្រើន Mary ក៏ប្រាប់ឲ្យកូនក្រុមនោះកុំសម្លាប់បិសាចនៅខាងក្នុងអគារនេះអីពីព្រោះពួកគេទាំងនោះក៏ជាជនរងគ្រោះដូចគ្នាពួកគេមិនមានបំណងអាក្រក់មកលើមនុស្សឡើយចឹងហើយនាំពួកគេទាំងអស់ទៅកន្លែងមានសុវត្ថិភាពមុនដំបូងម្នាក់នេះក៏មិនយល់ដូចគ្នាហេតុអីក៏ Mary ធ្វើបែបនេះនាងគឺជាអ្នកប្រមាញ់បិសាចណាហេតុអីក៏ជួយពួកបិសាច Mary បានប្រាប់ថាពួកបិសាចនៅអគារនេះបានជួយជីវិតនាងពេលដែលដឹងអញ្ចឹងពួកគេក៏នាំពួកបិសាចទៅដាក់នៅក្នុងឡានងាកមកខាង Dante និងអាបិសាចពណ៌ខៀវនេះវិញពួកគេក៏កំពុងតែប្រយុទ្ធគ្នាវាយចូលឡើង Dante ក៏បាននាំវានោះមកដល់កន្លែងអគាររបស់បិសាចទន្សាយអាចថាល្មមចំពេលដែល Mary នៅជាន់នោះល្មមមួយគ្រាប់កំភ្លើងមកដាក់ក្បាលរបស់វាឡើងផ្ទុះស្លាប់បាត់ Mary មិនគិតសោះថា Dante នៅរស់បើនាងឃើញក្បាលរបស់ Dante ឡើងរហែកបាត់ហើយ Dante ក៏ប្រាប់រឿងរ៉ាវគ្រប់យ៉ាងទាំងអស់ដល់នាងគេគឺជាកូនប្រុសរបស់បិសាច Spada គ្រាន់តែឮអញ្ចឹងនាងភ្ញាក់ផ្អើលនឹងហើយនាងស្មានតែជាកូនបិសាចធម្មតាតែបើជាកូនប្រុសរបស់ Spada ទៅវិញភ្លាមនោះបិសាចទន្សាយក៏បានតាក់ទងមកកាន់ពួកគេទាំងពីរនាក់វាគម្រាមទូប្រុសយើងថាបើ Dante មិនព្រមមកជួបវាទេវានឹងបញ្ជូនកងទ័ពបិសាចទៅសម្លាប់ប្រជាជនឲ្យអស់រឿងនេះវាបានធ្វើឲ្យ Mary ដឹងថាបានជាអាបិសាចទន្សាយវាចង់បាន Dante ពីព្រោះតែវាអាចជាកូនសោកក្នុងការកំទេចរបាំងការពារមួយនេះដើម្បីបើកទ្វារទៅឋាននរកមិនខានចឹងសោះបានជាវាមិនព្រមធ្វើតាំងពីយូរទាំងដែលវាមានទាំងដាវនិងត្បូងគ្រប់អស់ហើយឬមួយវានោះចង់បានឈាមរបស់ Dante ពីព្រោះ Dante គឺជាប់សាច់ឈាមជាមួយនឹង Spada ដែលជាម្ចាស់ដាវនិងត្បូងនោះនឹងហើយបានដូចជាអ្វីដែល Mary គិតពិតមែនវាត្រូវការឈាមរបស់កូនប្រុស Spada ដែលជា Dante ក្នុងការបើកទ្វារឋាននរកអនុប្រធាននាយថាបតីដែលដឹងថា Mary នេះជួយដល់បិសាចរត់គេចគាត់ពិតជាខឹងណាស់ទៅបញ្ជាកងកម្លាំងនោះបាញ់សម្លាប់ពួកបិសាចទាំងអស់តែម្ដងសូម្បីតែកូនក្មេងក៏មិនលើកលែងចំណែកអាបិសាចដែលអាចបន្លំខ្លួនជាណាក៏បានពេលដែលដឹងថាគ្នារបស់វាត្រូវពួកមនុស្សសម្លាប់អស់យ៉ាងសាហាវប្រេផ្សាយវាក៏ចុចបញ្ជាគ្រាប់បែកឲ្យផ្ទុះអគារមួយនេះចោលទៅជាមួយនឹងកងកម្លាំងអ្នកប្រមាញ់បិសាចទាំងអស់តែម្ដងរួមជាមួយនឹងវាផងដែរចំណែកឯ Mary និង Dante វិញ Dante ក៏ចាប់ Mary លោតចូលពីអគារមួយនេះមុនពេលដែលវាផ្ទុះមកដល់ហេតុការណ៍ក៏ត្រឡប់មកអតីតកាលជាពេលដែល Mary នៅក្មេងតាំងពីមានរឿងមកឪពុករបស់ Mary ចាប់ផ្ដើមងប់ងល់នឹងរឿងបិសាចរត់តែខ្លាំងជាងមុនដល់ថ្នាក់ស្រាវជ្រាវរករាងកាយរបស់បិសាចនិងយកឈាមរបស់បិសាចនោះផលិតបានជាថ្នាំក្នុងការប្រែកនោះខ្លាយមកជាបិសាចហើយមនុស្សដំបងដែលឪពុករបស់ Mary សម្លាប់នោះគឺជាម្ដាយរបស់ Mary ម្ដាយរបស់នាងត្រូវបានឪពុករបស់នាងនោះខ្លាចជាបិសាចចាប់ស៊ីសាច់កននៅមុខនាងតែម្ដងសំណាងល្អនៅពេលនោះ Mary នាងគេចមកបានម្ដាយផ្ទះរបស់នាងត្រូវឆេះដុតសម្លាប់ឪពុកម្ដាយរបស់ Mary នៅថ្ងៃនោះហ្មងទៅងាកមកខាងក្មេងប្រុសនេះវិញគេគឺជាក្មេងកំព្រាឪពុកម្ដាយជាហេតុដែលត្រូវបានគេនោះយកមកចិញ្ចឹមនៅគ្រួសារមួយនេះអាចថាគ្រួសារមួយនេះក៏មានក្មេងៗផ្សេងទៀតដែលយកមកចិញ្ចឹមដូចគ្នាពួកវាទាំងនោះក៏បានវាយធ្វើបាបបូលីក្មេងប្រុសមួយនេះរាល់ថ្ងៃមិនត្រឹមតែប៉ុណ្ណោះសូម្បីតែឪពុកម្ដាយចិញ្ចឹមរបស់ក្មេងប្រុសនេះនៅតែវាយធ្វើបាបគេនៅខណៈដែលកំពុងតែអង្គុយអានសៀវភៅនៅខាងក្រៅសុកវាក៏មានថាមពលវែងម្យ៉ាងបានបើកទ្វារនាំគេទៅកាន់ភពម៉ាខៃជាភពរបស់បិសាចនឹងហើយនៅទីនោះវាពោពេញទៅដោយអាកាសធាតុខ្យល់ពុលតែភ្លាមនោះវាក៏មានបិសាចយក្សដេញតាមចាប់ស៊ីក្មេងប្រុសមួយនេះណាហ
ហើយដែលបានបិសាចក្មេងប្រុសមួយនេះជួយជីវិតគេនិងនាំគេមកផ្ទះរបស់ខ្លួនចាប់តាំងពីពេលនោះមកក្មេងប្រុសនេះក៏ចាប់ផ្ដើមសប្បាយចិត្តពេលបានមករស់នៅជាមួយនឹងគ្រួសារថ្មីក្មេងប្រុសនេះរស់នៅជាមួយនឹងពួកបិសាចអស់ជាច្រើនឆ្នាំរហូតដល់ធំពេញកន្លោះនៅខណៈដែលកំពុងតែដើរលេងបុរសម្នាក់នេះក៏បានរកឃើញថ្មថាមពលមួយទើបគេក៏យកវាមកផលិតជាឧបករណ៍ដើម្បីបើកផ្លូវនាំប្រជាជនបិសាចនោះចាក់ចេញពិភពម៉ាខៃដើម្បីនាំពួកគេទាំងនោះមករស់នៅភពមនុស្សលោកជំនួសវិញអ្នកខ្លះក៏រស់នៅដើម្បីគេចពីការស្លាប់អ្នកខ្លះទៀតក៏មកទីនេះគឺដើម្បីបង្កបញ្ហាចាប់មនុស្សស៊ីជាអាហារជាហេតុដែលធ្វើឲ្យមានក្រុមអ្នកប្រមាញ់បិសាចឡើងមកដែលបង្កើតឡើងដោយអនុប្រធានាធិបតីចំណែកឯបិសាចដែលមិនដឹងខ្យល់អីក៏ត្រូវបានពួកក្រុម Mary នេះសម្លាប់អស់គ្មានសល់បុរសម្នាក់នេះដែលកំពុងតែនាំបិសាចរត់គេចក៏ត្រូវបានក្រុមរបស់ Mary រំពាត់ហើយទោះបីបកស្រាយប្រាប់នាងថាគេគឺជាមនុស្សល្អយ៉ាងណាក៏ដោយក៏ Mary មិនជឿដែរនាងក៏បានបោះគ្រាប់បែកបំផ្ទុះកន្លែងនេះចោលតែម្ដងហើយមើលទៅមានតែបុរសម្នាក់នេះប៉ុណ្ណោះដែលនៅរស់ចំណែកឯគ្រួសារបិសាចរបស់គេត្រូវបានស្លាប់អស់ហើយការពិតក៏បង្ហាញឡើងតាមពិតទៅបុរសម្នាក់នេះគឺជាបិសាចទន្សាយសោះគេមិនមែនជាបិសាចទេគ្រាន់តែជាមនុស្សពាក់ឈុតរបស់ទន្សាយធម្មតាចង្សោះបានជាអាចទន្សាយវាមានគំនុំចង់សងសឹកជាមួយនឹងពួកអ្នកប្រមាញ់បិសាចណាស់ហើយការដែលគេរស់នៅបានយូរបែបនេះដោយសារតែបុរសម្នាក់នេះបានយកឈាមរបស់បិសាចដើម្បីព្យាបាលរបួសរបស់ខ្លួនមកនឹងហើយត្រឡប់មកបច្ចុប្បន្នវិញទន្សាយក៏បានមកជួបនឹងបិសាចម្នាក់នេះដើម្បីយករបស់មួយវាគឺជាឈាមរបស់ប្អូនប្រុសរបស់ទូប្រុសយើងដែលបានស្លាប់នឹងហើយតើវាបានឈាមមកពីណាបន្តិចទៀតអ្នកទាំងអស់គ្នានឹងដឹងការពិតមុនដំបូងដានថេថានឹងទៅរកអាទន្សាយនោះតែគេនោះត្រូវបាន Mary ចាប់ខ្លួនទៅឃុំទុកនៅក្នុងឡានម្ដងទៀតនាងក៏បោកឡានផ្សេងទៀតដើម្បីមករកអាទន្សាយតែម្នាក់ឯងនាងដឹងថាទន្សាយនោះវាចង់បានឈាមរបស់ដានថេក្នុងការកំទេចរបាំងការពារដែលស្ប៉ាដាឪពុករបស់ទូប្រុសយើងជាអ្នកបង្កើតឡើងមកចឹងហើយនាងមិនព្រមទេនាងគំរាមវាថាបើអាទន្សាយមិនព្រមបកគោត្បូងខ្សែកឲ្យនាងវិញទេនាងនឹងបញ្ជាឧបករណ៍មួយនេះដើម្បីដុតសម្លាប់ដានថេក្នុងឡានចឹងហើយបើវាមិនមានឈាមរបស់ដានថេទេផែនការរបស់វាគឺបរាជ័យទាំងស្រុងពេលដែលឮបាននោះវាក៏យល់ព្រមតែពេលដែលបានត្បូងខ្សែកត្រឡប់មកវិញបានហើយចែ Mary មិនដឹងកើតអីចែបើជាប្រាប់អាទន្សាយនោះថាឧបករណ៍នៅលើដៃនាងនេះមិនមែនជាឧបករណ៍ដើម្បីបញ្ជាដុតសម្លាប់ទូប្រុសយើងទេគ្រាន់តែជាតេឡេបញ្ជាឡានប៉ុណ្ណោះគ្រាន់តែឮអញ្ចឹងវាក៏បានបញ្ជាឲ្យកូនចៅនោះទៅវាយប្រហារនាងតែម្ដងរហូតក៏អាចយកត្បូងខ្សែកត្រឡប់មកវិញបានស្គួតមែនចាសំណាងល្អបើមិនបានដាន់ថេមកជួយទេធានាថាក្បាលរបស់នាងនឹងដាច់មិនខានដាន់ថេស្ទុះចូលទៅសម្លាប់ពួកបិសាចឡើងអស់តែវាក៏មានបិសាចមួយក្បាលដែលមានសមត្ថភាពខ្លាំងក្រាន់បើតតាំងនឹងដាន់ថេចំណែកអាទន្សាយនេះវិញវាចង់បានត្រឹមតែឈាមរបស់ដាន់ថេទេត្រឹមមួយដំណក់គឺគ្រប់គ្រាន់ហើយនៅកន្លែងនេះ Mary ដឹងការពិតតែតទៅនឹងទន្សាយមួយនេះថាវាគឺជាមនុស្សវានឹងហើយគឺជាបុរសដែលនាងបានជួបកាលពីប្រហែលឆ្នាំមុន Mary ស្មានតែវាស្លាប់បាត់ហើយតើចំណែកដាន់ថេដែលកំពុងតែតស៊ូជាមួយនឹងបិសាចមួយនេះគេក៏បញ្ឆោតវាឲ្យចូលមកពាក់កណ្ដាលទ្វារដាន់ថេក៏ប្រើឧបករណ៍បិទទ្វារឆ្លងភពមួយនេះបដាក្បាលរបស់វាត្រូវដាច់ចេញពីខ្លួនបន្តមកដាន់ថេក៏ស្ទុះចូលមកចិត្តការអាទន្សាយម្ដងតែវាបានជាទម្លាក់ខ្លួនឯងចូលទឹកតែមុននឹងធ្លាក់ដាន់ថេក៏បានទាញយកត្បូងខ្សែកត្រឡប់មកវិញតាន់ហើយមើលទៅអាទន្សាយនេះវាមិនតាន់ស្លាប់ទេវាក៏បានចាប់បិសាចគ្នាឯងស៊ីដើម្បីស្រូបយកឈាមបន្ថែមទៀតឯថាវាធ្វើឲ្យរាងកាយរបស់វាចាប់ផ្ដើមคล้ายមកជាបិសាច 100% តែម្ដងអនុប្រធានថាបតីក៏បានហៅដាន់ថេនិង Mary សួរពីរឿងត្បូងខ្សែកនិងដាវគាត់ចង់យកវាទៅទុកជាអ្នកមើលថែជំនួសវិញតែដាន់ថេបែរជាកុហកថាត្បូងនឹងដាវនោះគឺនៅអាបិសាចទន្សាយនោះអស់ហើយភ្លាមនោះអាបិសាចទន្សាយក៏ត្រឡប់មកវិញម្ដងទៀតវាក៏ស្ទុះចូលមកសម្រាប់កកម្លាំងឡើងខ្ទេចតែម្ដងចំណែកអនុប្រធានថាបតីក៏បានឡើងយន្តហោះរត់គេចទៅបាត់អាលបងសក់លឿងដែលបានឃើញឧបករណ៍បើកទ្វារឆ្លងទៅកាន់ភពបិសាចរបស់អាទន្សាយគេក៏បានយកវាទៅជាមួយខ្លួនរួចក៏តោងយន្តហោះទៅជាមួយនឹងអនុប្រធានថាបតីបាត់ដាន់ថេប្រាប់ឲ្យអានសូនោះទៅលាក់ខ្លួនសិនមិនទាន់បាននិយាយប្រាប់ផងអានសូក៏រត់ទៅបាត់Mary និងដាន់ថេក៏បានចូលទៅតស៊ូជាមួយនឹងអាបិសាចទន្សាយក្នុងរូបរាងថ្មីនេះតែសមត្ថភាពរបស់ពួកគេគឺមិនអាចយកឈ្នះវាបានឡើយដោយសារតែវាមានដាវរបស់ស្ប៉ាដាជាអាវុធដ៏ខ្លាំងនៃឋាននរកអានសូដែលឃើញទូប្រុសយើងកំពុងតែពិបាកទើបគេក៏ត្រឡប់មកជួយទូប្រុសយើងវិញតែអានសូបើជាត្រូវវាចាក់មួយដាវឡើងធ្លុះខ្លួនតែម្ដងនៅទីបំផុតអានសូក៏ដាច់ដង្ហើមស្លាប់បាត់ដាន់ថេខឹងណាស់ទើបស្ទុះហក់ទៅវាយវាម្ដងទៀតលើកនេះដល់ថ្នាក់អគារមុនីឡើងបែកខ្ទេចតែដាន់ថេនៅតែមិនអាចយកឈ្នះវាបានដដែលហើយដើម្បីអាចកំទេចរបាំងការពារមុនីដើម្បីបោកផ្លូវទៅកាន់ឋាននរកវាត្រូវការឈាមរបស់ដាន់និងប្អូនប្រុសរបស់ដាន់ថេទៀតដាន់ថេក៏សើចនឹងហើយពីព្រោះគេប្រកាសចិត្តថាវានោះមិនមានឈាមរបស់ប្អូនគេទេពីព្រោះប្អូនរបស់ដាន់ថេគឺស្លាប់តាំងពីនៅក្មេងតែអាបិសាចមួយនេះក៏បានប្រាប់ទូប្រុសយើងថាប្អូនរបស់ដាន់ថេមិនទាន់ស្លាប់ទេជាពិសេសវាមានឈាមរបស់ប្អូនរបស់ដាន់ថេទៀតផងការឮបែបនោះដាន់ថេគឺនិយាយអីមិនចេញនេះប្អូនរបស់គេនៅរស់មករហូតអញ្ចឹងឬគ្លៀមនោះអាបិសាចមួយនេះក៏បានចាក់ទូប្រុសយើងមួយដាវបដាវានោះទទួលបានឈាមរបស់ដាន់ថេមួយទៀតវាក៏យកត្បូងទៅដាក់នៅក្នុងដាវរបស់ស្ប៉ាដាបន្តមកក៏ស្រោចឈាមលើវា
ជាហេតុបណ្ដារបាំងការពីក៏ត្រូវកំទេចចោលហើយទ្វីក៏បានបើកបិសាចនៅឋាននរកជាច្រើនក៏អាចឆ្លងមកកាន់ភពរបស់មនុស្សលោកបានហើយថាពួកវានោះបានសម្លាប់និងចូលចាប់ស៊ីមនុស្សអស់ជាច្រើនអ្នកចំណែក Mary ដែលកំពុងតែនៅខាងក្រោមនាងក៏បានយកថ្នាំក្រកកំភ្លើងនោះដែលទប់សម្លាប់បិសាចបានចំកណ្ដាលដើមទ្រូងរបស់វាមួយគ្រាប់ហើយការដែលវាមានរូបរាងជាបិសាច 100% បែបនេះបដាជាថ្នាំនោះវាប្រហារមកលើវាខ្លាំងមែនតើនៅខណៈដែលវាកំពុងតែចុះខ្សោយខ្លាំងដានថេក៏យកដាវនោះកាប់វាដាច់ជាពីរចំណែកតែម្ដងនៅទីបំផុតវាក៏បានស្លាប់បន្តមកដានថេក៏បានដកត្បូងចេញពីដាវជាហេតុដែលធ្វើឲ្យរបាំងការពារត្រឡប់មកវិញថែមទាំងពួកបិសាចក៏រលាយទៅឋាននរកវិញអស់មើលទៅ Mary នាងបញ្ចង់ឲ្យដានថេដើរទៅនេះទៅនោះដោយផ្ដេសផ្ដាសឡើយពីព្រោះដានថេពិតជាគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់ពិភពលោកមួយនេះទើបនាងក៏លួចចាក់ថ្នាំសម្លាប់ដានថេនិងយកគេទៅជាមួយនាងតែម្ដងត្រឡប់មកខាងអនុប្រធាននេះថាបដីវិញគាត់ក៏បានដណ្ដើមយកឧបករណ៍បើកទ្វារឆ្លងទៅកាន់ភពបិសាចពីអាលបងសក់លឿងនេះគាត់ដឹងយូរហើយថាអាលបងសក់លឿងនេះធ្វើការឲ្យទន្សាយមួយក្រកកំភ្លើងចំកណ្ដាលដើមទ្រូងរបស់គេធ្លាក់ពីលើយន្តហោះលើកនេះលបគាត់ស្លាប់មែនតែនហើយបន្តមកគាត់ក៏យកឧបករណ៍នេះបើកទ្វារឆ្លងទៅកាន់ភពម៉ាខៃរួចក៏ប្រមូលកងកម្លាំងចូលទៅសម្លាប់ប្រជាជនបិសាចនៅភពម៉ាខៃឡើងចិត្តអស់តែម្ដងបិសាចខ្លះទៀតក៏ត្រូវបានឃុំទុកចំណែកឯរាងកាយរបស់ទូប្រយើងខាងអ្នកវិទ្យាសាស្ត្របានយកទៅឃុំទុកនិងកក់រាងកាយរបស់គេក្នុងទូកញ្ចក់ងាកមកខាងគុកបិសាចនេះវិញវាក៏មានសម្លេងវាយគ្នាកាត់ឡើងហើយអ្នកដែលមកជួយដោះលែងពួកគេម្នាក់នោះគឺជាបិសាចដែលបានបកគោឈាមប្អូនប្រុសរបស់ដានថេទៅដល់អាទន្សាយនឹងហើយគេនឹងហើយគឺជាបងប្អូនភ្លោះរបស់ដានថេដែលដានថេគិតថាគេបានស្លាប់តាំងពីនៅក្មេងតែគេមិនទាន់ស្លាប់ទេចុងសក់បានជាគេនោះមានឈាមបកគោដល់អាទន្សាយថែមទាំងមានថាមពលអាចប្រែកាយជាបិសាចដោយទូប្រុសរបស់យើងបេះបិទតែម្ដងគេក៏និយាយឡើងថាបើពួកមនុស្សចង់ធ្វើសង្គ្រាមជាមួយពួកបិសាចចាំគេនោះនឹងធ្វើតាមបំណងប្រាថ្នារបស់វាទៅចុះហើយរឿង Devil May Cry ក៏បញ្ចប់ត្រឹមនេះចប់ហើយណាអត់មានភាគតទៀតទេមិនដឹងថាខាងក្រុមហ៊ុនគេផលិតតឬអត់បើលេងអីកែសាច់រឿង copy game ទាំងអស់ហ្មងអញ្ចឹង fan game មួយនេះគឺខកបំណងអត់គាំទ្រមិនខ្ញុំអត់គាំទ្រណាចឹងនិយាយថាអ្នកផ្សេងអ្នកដែល fan អ្នកលេង game ហ្នឹងគេអត់គាំទ្រដែលក្រុមហ៊ុននោះកែសាច់រឿងឡោះខូចខ្ទេចហ្មងតែខ្ញុំក៏សង្ឃឹមថាមានភាគតអូខេបើអ្នកទាំងអស់គ្នាចង់ឧបត្ថម្ភខ្ញុំអាចឧបត្ថម្ភគ្នាបានតាមរយៈ QR code មួយនេះដើម្បីជាកម្លាំងចិត្តក្នុងការនាំយករឿងរ៉ាវផ្សេងៗមកសម្រាប់ជូនអ្នកទាំងអស់គ្នាទៀតអញ្ចឹងបើអ្នកទាំងអស់គ្នាស្រឡាញ់រឿងមួយនេះស្រឡាញ់វីដេអូមួយនេះស្រឡាញ់រឿង anime ដូចខ្ញុំស្រឡាញ់រឿង Hero Marvel DC ដូចខ្ញុំអញ្ចឹងកុំភ្លេចចុច Share ចុច Like និង Subscribe មកណាមួយផងបាទចាសមើលបាយបាយ